ទស្សនិកជនជាទីមេត្រីក្នុងកម្មវិធីផ្សាយជាភាសាខ្មែរនៃកាសែតនិងវិទ្យុទូរទស្សន៍តែនៅពេលនេះសូមគោរពអញ្ជើញបងប្អូនជនរួមជាតិរួមតាមដានកម្មវិធីមានដូចតទៅជាបឋមគម្រាតិកាព័ត៌មាននាយករដ្ឋមន្ត្រីបានចង្អុលណែនាំឲ្យប្រមូលផ្ដុំសម្រាប់បណ្ដាគម្រោងសំខាន់សម័យប្រជុំលើកទី7ក្រុមប្រឹក្សាប្រជាជនខេត្តបានអនុម័តឆ្លងចំនួន44សេចក្តីសម្រេចចិត្តជាគន្លឹះសំខាន់ខេត្តតេនិនរឹតបន្តឹងការត្រួតពិនិត្យបរិស្ថាននៅតំបន់និងបណ្ដុំឧស្សាហកម្មឥឡូវនេះសូមក្រុមអញ្ជើញបងប្អូនជនរួមជាតិរួមតាមដានកម្មវិធីមានដូចតទៅទស្សនិកជនជាទីគោរពនៅថ្ងៃទី9ខែធ្នូនៅទីស្តីការរដ្ឋាភិបាលនាយករដ្ឋមន្ត្រីលោកហ្វាមីងចេញបានដឹកនាំកិច្ចប្រជុំលើកទី22នៃគណៈដឹកនាំរដ្ឋបណ្ដាសំណងនិងគម្រោងសំខាន់ថ្នាក់ជាតិនិងចំណុចសំខាន់នៃវិស័យគមនាគមន៍ដឹកជញ្ជូនកិច្ចប្រជុំត្រូវបានតភ្ជាប់តាមប្រព័ន្ធអនឡាញទៅកាន់27ខេត្តក្រុងមានបណ្ដាសំណងគម្រោងចូលរួមនៅមុំបណ្ដាញខេត្តតេនិនមានអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តលោកវែងមិនឡំអង្គភាពសម្រេចបាន11លើ18ភារកិច្ចក្នុងនោះមានការដោះស្រាយជាប់គាំងនៃគម្រោងជាច្រើនដល់ដំណាច់ឆ្នាំ2025ទូទាំងប្រទេសខិតខំប្រឹងប្រែងសម្រេចបាន3800គីឡូម៉ែត្រផ្លូវល្បឿនលឿនក្រុងដល់ថ្ងៃទី19ធ្នូនិងបើកចរាចរណ៍បច្ចេកទេស3500គីឡូម៉ែត្រក្រសួងសំណង់បានសរុប245សំណង់នៅតែ34ខេត្តក្រុងជាមួយនឹងកម្រិតវិនិយោគជាង 1.3 លានដុងគ្រប់លក្ខណៈបើកការដ្ឋានសាងសង់និងសម្ពោធនៅថ្ងៃទី19ធ្នូដើម្បីអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី14របស់ប៉ាក់នៅខេត្តតេនិញបច្ចុប្បន្នមាន3គម្រោងសំខាន់ថ្នាក់ជាតិគម្រោងផ្លូវក្រវ៉ាត់ទី3ទីក្រុងហូជីមិញសាងសង់សម្រេចបាន 88% ខិតខំដល់ថ្ងៃទី19ធ្នូបើកចរាចរណ៍ផ្នែកផ្លូវផ្នែកស្ពានដែលស្ថិតក្នុងខ្សែផ្លូវសំខាន់និងចំណុចប្រសព្វជាមួយនឹងផ្លូវល្បឿនលឿនហូជីមិញទ្រង់លឿងនិងបេនលឹកឡុងថាញ់គម្រោង2ដែលនៅសល់គឺផ្លូវល្បឿនលឿនហូជីមិញមុខបាយនិងផ្លូវខ្សែក្រវ៉ាត់4ទីក្រុងហូជីមិញកំពុងត្រូវបានខេត្តប្រមូលផ្ដុំអនុវត្តដោះស្រាយដីធ្លីត្រឹមត្រូវតាមដំណើរការនាយករដ្ឋមន្ត្រីលោកហ្វាមិនជិនបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់បណ្ដាក្រសួងស្ថាប័ននិងមូលដ្ឋានសំណូមពររក្សាសាងសង់និងបន្តបន្ទាប់3វេន4ក្រុមឆ្លៀតយកពេលវេលាជាអតិបរមាដើម្បីបញ្ចប់បណ្ដាគម្រោងសំខាន់ថ្នាក់ជាតិនិងបណ្ដាសំណង់ដែលក្រុងនឹងសម្ពោធនៅថ្ងៃទី19ធ្នូទស្សនិកជនជាទីគោរពនៅថ្ងៃទី9ខែធ្នូនៅសាលប្រជុំនៃគណៈកម្មាធិការបកខេត្តមូលដ្ឋានទី2សង្កាត់តឹងនិញក្រុមប្រឹក្សាប្រជាជនខេត្តតេនិនបានចាត់តាំងពិធីបើកសម័យប្រជុំលើកទី7នេតិកាលទី10អាណត្តិ2021-2026លោកងៀងម៉ាន់ហុងអនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបកខេត្តប្រធានក្រុមប្រឹក្សាប្រជាជនខេត្តរួមជាមួយពីអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តគឺលោកស្រីងួយដៃធីនិងលោកងួយហុងសើងបានដឹកនាំសម័យប្រជុំចូលរួមមានអនុលេខាគណៈកម្មាធិការបកខេត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តលោកឡែវវ៉ាងហាំងនៅក្នុងសម័យប្រជុំលោកងួយម៉ាន់ហុងបានសង្កត់ធ្ងន់ថាឆ្នាំ2025គឺជាឆ្នាំដ៏មានសារៈសំខាន់ពិសេសថែមទាំងរៀបចំក្បាលម៉ាស៊ីនគឺព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្រុមប្រឹក្សាប្រជាជនខេត្តនិងពិនិត្យពិភាក្សានិងអនុម័តសេចក្តីសម្រេចចិត្តគន្លឹះចំនួន44និងកំណត់ទិសដំណាក់កាល2026-2030ភាគច្រើននៃគោលដៅសេដ្ឋកិច្ចសង្គម5ឆ្នាំកន្លងមកសុទ្ធតែសម្រេចបាននិងលើសសេចក្តីសម្រេចចិត្តដោយឡែកឆ្នាំ2025 12លើ12គោលដៅសំខាន់សម្រេចបាននិងលើសផែនការ GDP បានស្មានកើនឡើង 9.52% ជាប់ចំណាត់ថ្នាក់ទី8លើ34ខេត្តក្រុងបញ្ចេញសាច់ប្រាក់វិនិយោគសាធារណៈសម្រេចបានជិត 75% ប្រមូលថវិការដ្ឋជាង 47,000 លានដុល្លារសម័យប្រជុំក៏បានស្ដាប់របាយការណ៍លទ្ធផលសកម្មភាពរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនគណៈកម្មាធិការណាសីមេត្តភូមិវៀតណាមខេត្តនិងផ្ដល់មតិយោបល់លើសំណើសេចក្តីព្រាងសេចក្តីសម្រេចចិត្តជាច្រើនដែលពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុងថវិកាវិនិយោគសាធារណៈដីធ្លីកសិកម្មបរិស្ថាននិងសុខុមាលភាពសង្គមបណ្ដាខ្លឹមសារដែលបានបង្ហាញនិងរបាយការណ៍ត្រួតពិនិត្យផ្ទៀងផ្ទាត់និងធ្វើជាមូលដ្ឋានសម្រាប់តំណាងធ្វើការពិភាក្សាស៊ីជម្រៅនៅក្នុងកិច្ចប្រជុំក្រុមនារសៀលថ្ងៃដដែលនោះ
ទស្សនិកជនជាទីគោរពគណៈកម្មាធិការប្រជាជនខេត្តបានប្រគល់ភារកិច្ចឲ្យមន្ទីរធនធាននិងបរិស្ថានចាត់ចែងសហការជាមួយបណ្ដាមន្ទីរស្ថាប័ននិងមូលដ្ឋានអនុវត្តយ៉ាងបដូរផ្ដាច់នៅបណ្ដាដំណោះស្រាយត្រួតពិនិត្យការបំពុលនៅបណ្ដាតំបន់បំដុំឧស្សាហកម្មនិងបណ្ដាប្រភពបញ្ចេញសំណល់ធំៗខេត្តសំណូមពរឲ្យបណ្ដាអង្គភាពដែលស្ថិតក្រោមការគ្រប់គ្រងត្រូវដំឡើងតភ្ជាប់ប្រព័ន្ធសង្កេតវាស់វែងស្វ័យប្រវត្តិនិងបញ្ជូនទិន្នន័យជាបន្តបន្ទាប់មកកាន់មន្ទីរដើម្បីឃ្លាំមើលបច្ចុប្បន្នខេត្តតេនិញមាន32តំបន់ឧស្សាហកម្មដែលគ្រប់លក្ខណៈទទួលការវិនិយោគជាមួយនឹងជាង 9,400 ហិកតាក្រុងផែនការបណ្ដាសំណង់ទាំងនោះសុទ្ធតែត្រូវបានពិនិត្យយល់ព្រមលើសំណុំឯកសារបរិស្ថាននិងជាសារវ័នគឺគោរពតាមកំណត់អំពីការការពារបរិស្ថានទូទាំងខេត្តមាន18លើ23តំបន់ឧស្សាហកម្មកំពុងដំណើរការដែលមានប្រព័ន្ធវិនិច្ឆ័យទឹកកខ្វក់ប្រមូលផ្ដុំក្នុងនោះមាន11បណ្ដុំបានដំឡើងប្រព័ន្ធសង្កេតវាស់វែងស្វ័យប្រវត្តិបញ្ជូនទិន្នន័យមកកាន់មន្ទីរធនធាននិងបរិស្ថានទស្សនិកជនជាទីគោរពក្រោយរយៈពេល5ខែនៃដំណើរការគម្រោងរដ្ឋបាលមូលដ្ឋាន2ថ្នាក់ក្បាលម៉ាស៊ីនរដ្ឋបាលរបស់ខេត្តតេនិនបន្តត្រូវបានពង្រឹងតាមទិសសម្រិតសម្រាំងនិងមានប្រសិទ្ធភាពខេត្តបានសម្រេចការដោះស្រាយរបបគោលនយោបាយជូនបណ្ដាករណីឈប់ពីការងារតាមកំណត់ធានាត្រឹមត្រូវតាមដំណើរការនិងទាន់ពេលវេលាមកដល់ពេលនេះ2545ករណីត្រូវបានដោះស្រាយរបបតាមអនុក្រឹត្យជាមួយសរុបថវិកាជាង 1,853 លានដុល្លារការបើកប្រាក់ត្រូវបានអនុវត្តដោយតម្លាភាពនិងត្រឹមត្រូវតាមមុខសញ្ញាទន្ទឹមនឹងនោះបណ្ដាមជ្ឈមណ្ឌលបម្រើរដ្ឋបាលសាធារណៈថ្នាក់ឃុំសកម្មភាពមានស្ថិរភាពទទួលនិងដោះស្រាយសំណុំឯកសារទាន់ពេលវេលាបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋនិងសហគ្រាសសន្ទុះពេញចិត្តរបស់អង្គការនិងបុគ្គលបន្តរក្សានៅកម្រិតខ្ពស់បង្ហាញឲ្យឃើញនៅការខិតខំប្រឹងប្រែងកំណែតម្រង់និងភាពជំនាញរបស់ជួរគណៈភិបាលមូលដ្ឋានគួរឲ្យកត់សម្គាល់ប្រព័ន្ធព័ត៌មានដោះស្រាយបែបបទរដ្ឋបាលរបស់ខេត្តត្រូវបានភ្ជាប់ជាមួយច្រកសេវាសាធារណៈជាតិលើកកម្ពស់កម្រិត Digital ភាវូបនីយកម្មក្នុងការគ្រប់គ្រងរដ្ឋនិងជំរុញការកំណែតម្រង់រដ្ឋបាលទស្សនិកជនជាទីគោរពគណៈកម្មាធិការប្រជាជនឃុំញឹកតៅទើបតែបានប្រកាសលទ្ធផលនៃការស៊ើបអង្កេតនិងស្ទង់មតិអំពីភាពពេញចិត្តរបស់ប្រជាជននិងអង្គការចំពោះគុណភាពបម្រើរបស់ស្ថាប័នរដ្ឋបាលរដ្ឋលើភូមិសាស្ត្រឆ្នាំ2025បងប្អូនជនរួមជាតិនិងប្រិយមិត្តស្ដាប់ជាទីគោរពគណៈកម្មាធិការប្រជាជនឃុំញឹកតៅទើបតែប្រកាសលទ្ធផលនៃការស៊ើបអង្កេតនិងស្ទង់មតិអំពីការពេញចិត្តរបស់ប្រជាជននិងអង្គការចំពោះគុណភាពបម្រើរបស់ស្ថាប័នរដ្ឋបាលលើភូមិសាស្ត្រឆ្នាំ2025លទ្ធផលបានបង្ហាញថាសន្ទុះពេញចិត្តរួមសម្រេចបានគឺ 97.5% ដែលត្រូវបានវាស់វែងតាមរយៈខ្លឹមសារ2គឺកម្រិតពេញចិត្តចំពោះការកសាងចាត់តាំងអនុវត្តគោលនយោបាយសាធារណៈនិងកម្រិតពេញចិត្តចំពោះការប្រកបផ្គងសេវារដ្ឋបាលសាធារណៈរយៈពេលកន្លងមកសន្ទុះពេញចិត្តរបស់ប្រជាជនបានបង្កឥទ្ធិពលជាវិជ្ជមានកំណត់ច្បាស់នូវស្ថានភាពជាក់ស្ដែងនៃការបម្រើផ្ដើមពីនោះអនុវត្តដំណោះស្រាយលើកកម្ពស់គុណភាពជំរុញការកែតម្រង់រដ្ឋបាលឆ្លើយតបបានល្អប្រសើរជាងនៅតម្រូវការរបស់ប្រជាជននិងអង្គការលើភូមិសាស្ត្រទស្សនិកជនជាទីគោរពជាមួយស្មារតីឈានមុខសទ្ធាមោះមុតយុវជនខេត្តតេនិនបានសកម្មដំណើរការបណ្ដាសកម្មភាពដែលមានអត្ថន័យរួមចំណែកថែទាំសុខុមាលភាពសង្គមនៅមូលដ្ឋានពីបណ្ដាទម្រង់រូបភាពស្ម័គ្រចិត្តច្នៃប្រឌិតដល់បណ្ដាកម្មវិធីឧបត្ថម្ភកុមារក្រីក្រលំបាកបាននឹងកំពុងផ្សាយភាយនៅបណ្ដាតម្លៃដ៏ល្អប្រសើររឿងរ៉ាវរបស់លេខាសាខាសម្ព័ន្ធយុវជនតំបន់ជនបទម្នាក់បានផ្សាយការផុសគំនិតយ៉ាងខ្លាំងក្លាដល់ចលនាសប្បុរសធម៌នៅមូលដ្ឋានសទ្ធាមោមុតស្វាហាប់ច្នៃប្រឌិតនោះគឺជាចំណាប់អារម្មណ៍ដ៏ល្អដែលសមាជិកសម្ព័ន្ធយុវជននិងយុវជនឃុំហ្វឹកវុនតៃសម្រាប់បងប្រុសហ្វាងវ៉ាងខាន់សាងលេខាសាខាសម្ព័ន្ធយុវជនភូមិឡុងអាង2ព្រមទាំងជាអនុប្រធានក្លឹបថៃយើងផ្សារភ្ជាប់ជាមួយនឹងការងារសម្ព័ន្ធយុវជនតាំងពីឆ្នាំ2016បងសាងចាត់ទុកសកម្មភាពដើម្បីកុមារនិងបណ្ដាស្ថានភាពទន់ខ្សោយគឺជាគោលដៅប្រចាំក្នុងរាល់សកម្មភាពរបស់ខ្លួន
ខ្ញុំខិតខំប្រឹងប្រែងចូលរួមបណ្ដាភារកិច្ចសកម្មភាពសម្ព័ន្ធយុវជនដើម្បីសម្រេចបានល្អនូវការទទួលខុសត្រូវដែលបានប្រកបជូននិងចង់សាយភីនៅបណ្ដាតម្លៃដ៏ល្អប្រសើរទៅកាន់សមាជិកក្នុងក្លឹបរៀងរាល់ឆ្នាំបានរួមជាមួយនឹងសមាជិកក្លឹបថៃយើងចាត់តាំងចលនាគៀកោមូលនិធិរួមដៃជូនរាប់ពាន់ចំណុចអំណោយដូចជាសម្ភារៈសិក្សាដល់កុមារដែលមានស្ថានភាពលំបាកចំពោះបងបណ្ដាអំណោយតូចតាចទាំងនោះគឺជាវិធីបន្ថែមជំនឿជឿជាក់និងកម្លាំងចលករដើម្បីបងប្អូនបោះជំហានរឹងមាំទៅសាលារៀនជាមួយនឹងតួនាទីជាអនុប្រធានក្លឹបសមាមិត្តមានភាពស្វាហាប់ណាស់ខិតខំប្រឹងប្រែងព្យាយាមប្រមូលផ្ដុំមិត្តជាសមាជិកសម្ព័ន្ធយុវជនសមាជិកក្លឹបដើម្បីចាត់តាំងសកម្មភាពគៀកោមូលនិធិជាច្រើនដូចជាធ្វើគុំធ្វើប្រកាសនិមិត្តសញ្ញាដើម្បីមានប្រភពជួយដល់អ្នកដែលមានវាសនាអាភ័ព្វមិនត្រឹមតែជាអ្នកជិនមុខក្នុងបណ្ដាសកម្មភាពសប្បុរសធម៌ប៉ុណ្ណោះទេបងសាងនៅទាំងជាស្នូលផ្សារភ្ជាប់កម្លាំងយុវជននៅមូលដ្ឋានទៀតផងជាមួយនឹងស្មារតីទទួលខុសត្រូវដើម្បីសហគមន៍បងបានរួមជាមួយនឹងក្លឹបថៃយើងអនុវត្តជាច្រើនទម្រង់រូបភាពសុខុមាលភាពសង្គមប្រកបដោយប្រសិទ្ធភាពដើម្បីបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏ល្អប្រសើរពីបណ្ដាអំពើដ៏ល្អប្រពៃទស្សនិកជនជាទីគោរពកម្លាំងមានសមត្ថកិច្ចរក្សាការត្រួតពិនិត្យវិនិច្ឆ័យល្មើសកម្រិតជាតិអាល់កុលជាបន្តបន្ទាប់រាប់ទាំងឱកាសឈប់សម្រាកបន់ចូលឆ្នាំថ្មីរហូតដល់បង្កើតបានទម្លាប់ពិសាគ្រឿងសូវឹងមិនបើកបរសម្រាប់អ្នកចូលរួមចរាចរណ៍នាយកដ្ឋាននគរបាលចរាចរណ៍បានឲ្យដឹងថាពីខែកន្លងទៅពីថ្ងៃទី8ខែតុលាដល់ថ្ងៃទី7ខែធ្នូកម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេសបានរកឃើញនិងធ្វើកំណត់ហេតុ126,482 អ្នកបើកបរមធ្យោបាយដែលល្មើសកម្រិតជាតិអាល់កុលក្នុងពេលខាងមុខកម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេសបន្តរក្សាការត្រួតពិនិត្យដោះស្រាយការល្មើសកម្រិតជាតិអាល់កុលជាប្រចាំនិងជាបន្តបន្ទាប់ដោយមិនឈប់សម្រាករាប់ទាំងក្នុងឱកាសឈប់សម្រាកបន់ចូលឆ្នាំថ្មីរហូតដល់បង្កើតបានទម្លាប់ពិសាគ្រឿងសូវឹងមិនបើកបរចំពោះអ្នកចូលរួមចរាចរណ៍ទស្សនិកជនជាទីគោរពនៅថ្ងៃទី9ខែធ្នូនាយកដ្ឋានពន្ធដារបានចាត់តាំងកិច្ចប្រជុំបើកបរបណ្ដាមុខងារនៃកម្មវិធី e-Tech Mobile និងដំណើរការកម្មវិធី Chatbot គាំទ្រអ្នកបងប្អូននេះគឺជាច្រកបម្រើតាមអនឡាញ24/7របស់ស្ថាប័នពន្ធដារចំពោះបុគ្គលនិងគ្រួសារអាជីវកម្មនៅកិច្ចប្រជុំអនុប្រធាននាយកដ្ឋានពន្ធដារលោកម៉ែសើងបានសំណូមពរឲ្យមន្ត្រីពន្ធដារម្នាក់ៗត្រូវក្តាប់ជាប់មុខងារក្តាប់ជាប់ប្រតិបត្តិការក្តាប់ជាប់ជំនាញស្នូលដើម្បីណែនាំឲ្យត្រឹមត្រូវឆ្លើយតបរហ័សឆ្លើយតបឆាប់រហ័សជាវាលស្ថានភាពកន្លែងនីមួយៗយល់តែមួយបែបណែនាំមួយយ៉ាងតំណាងគណៈផ្លាប់ដូរ Digital បានណែនាំនិងបង្ហាញពីរបៀបប្រើប្រាស់ឧបករណ៍ជំនួយតំណាងគណៈផ្លាប់ដូរ Digital បានណែនាំនិងបង្ហាញរបៀបប្រើប្រាស់ឧបករណ៍ជំនួយការនិមិត្ត Chatbot ដែលបញ្ជាប់លើ e-Tech Mobile នេះគឺជាឧបករណ៍គ្រប់គ្រងសួរឆ្លើយរហ័សតាមភាសាធម្មជាតិដំណើរការជួយអ្នកបង់ពន្ធឆែកមើលបំណុលពន្ធព័ត៌មានបង្ខំស្ថានភាពចេញក្រៅប្រទេសយ៉ាងងាយស្រួលបំផុតផ្នែកបណ្ដាបានលើកកម្ពស់ពង្រីកចាក់បតដើម្បីគ្រប់គ្រងដល់អ្នកបង់ពន្ធសាកសួរបណ្ដាខ្លឹមសារដែលពាក់ព័ន្ធនឹងគោលនយោបាយដំណើរការនិងបែបបទអំពីពន្ធទស្សនិកជនជាទីគោរពប៉ុន្មានឆ្នាំថ្មីនេះនៅតាមតំបន់ជនបទជាច្រើនបរិមាណសម្រាមកើនឡើងយ៉ាងឆាប់រហ័សវិធីសាស្ត្រវិនិច្ឆ័យហួសសម័យទីលានកប់សម្រាមលើសចំណុះក្លិនស្អុយនិងហានិភ័យបំពុលប្រភពទឹកគំរាមកំហែងផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនផ្ដើមចេញពីស្ថានភាពជាស្ដែងខាងលើតាំងពីឆ្នាំ2018សហករណ៍កសិកម្មនិងបរិស្ថានបៃតងជើងហ្វាក់ស្ថិតនៅឃុំសុងហឹងខេត្តninh bìnhបានស្រាវជ្រាវនិងបង្កើតដោយជោគជ័យនៅខ្សែសង្វាក់បែងចែកនិងវិនិច្ឆ័យសម្រាមដែលមានតុល្យភាពអេកូឡូស៊ីការអនុវត្តខ្សែសង្វាក់បែងចែកនិងវិនិច្ឆ័យសម្រាមដែលមានតុល្យភាពអេកូឡូស៊ីទៅក្នុងការអនុវត្តជាក់ស្ដែងនៅមូលដ្ឋានបានជួយវិនិច្ឆ័យដាច់ខាតនៅបរិមាណសម្រាមដែលកើតឡើងរៀងរាល់ថ្ងៃនិងជួយអ្នកពលកម្មកាត់បន្ថយការលំបាកបានច្រើនការមិនទាន់មានបណ្ដុំម៉ាស៊ីននេះគឺថាវាលំបាកណាស់ជាច្រើនមុខវាសើមហើយនៅសេសសល់ច្រើនណាស់
តាំងពីថ្ងៃមានម៉ាស៊ីនថ្មីមកដល់ឥឡូវគឺធ្វើការងារក៏បានរលូននិងស្អាតបាតខុសប្លែកពីបណ្ដាខ្សែសង្វាក់វិនិច្ឆ័យសម្រាមចាស់បច្ចេកវិទ្យាថ្មីនេះត្រូវបានកសាងឡើងលើទស្សនៈតុល្យភាពអេកូឡូស៊ីជួយកាត់បន្ថយជាអតិបរមានៅការកប់សម្រាមសន្សំសំចៃផ្ទៃដីមិនបង្កជាទឹកកខ្វក់ហូរចេញពីសម្រាមមិនបង្កជាទឹកកខ្វក់ហូរចេញពីសម្រាមមិនបង្កក្លិនស្អុយជាពិសេសបច្ចេកវិទ្យានេះនៅទាំងមូលយកបានជាអតិបរមានៅធនធានសម្រាមប្រែក្លាយសម្រាមទៅជាសរីរាង្គដើម្បីជាជីដាក់ដំណាំវត្ថុធាតុដើមកែច្នៃឡើងវិញក្របដុតជីវសាស្ត្រជាមួយបណ្ដាការរួមចំណែកជាក់ស្ដែងសម្រាប់ការងារការពារបរិស្ថានការបង្កើតថ្មីរបស់សហគមន៍ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញាផ្ដល់បានកម្មសិទ្ធិផ្ដាច់មុខចំពោះម៉ាស៊ីនកាត់សម្រាមនេះមិនត្រឹមតែជាការបង្កើតថ្មីផ្នែកបច្ចេកទេសមួយប៉ុណ្ណោះទេថែមទាំងជាដំណោះស្រាយប្រកបដោយចីរភាពសម្រាប់ដំណើរការកសាងជនបទថ្មីបណ្ដាឃុំកំពុងបញ្ចូលគ្នាធ្វើតែមួយម្ល៉េះហើយបរិមាណសម្រាមនឹងច្រើនណាស់ដូច្នេះយើងខ្ញុំកំពុងដំណើរការនិងអភិវឌ្ឍទៅជាបណ្ដុំម៉ាស៊ីនធំៗដែលមានអានុភាពពី50តោនដល់100តោនក្នុងមួយថ្ងៃមកទល់ពេលនេះការប្រមូលនិងវិនិច្ឆ័យសម្រាមលើភូមិសាស្ត្រឃុំសង្ហឹងបានចូលទៅក្នុងរបៀបរៀបរយហើយបរិមាណសម្រាមកកស្ទះគឺស្ទើរតែគ្មានយើងខ្ញុំនឹងផ្សព្វផ្សាយចលនាសម្រាប់ប្រជាជនលើកកម្ពស់ការទទួលខុសត្រូវក្នុងការការពារបរិស្ថានជាពិសេសគឺក្នុងការបែងចែកសម្រាមនៅនឹងប្រភពដើមជាមួយបណ្ដាចំណុចលេចធ្លោដូចជាវិនិច្ឆ័យបានឆាប់រហ័សកាត់បន្ថយបន្ទុកសម្រាប់ឡដុតកម្រិតការបំពុលខ្សែសង្វាក់បែងចែកនិងវិនិច្ឆ័យសម្រាមដែលមានតុល្យភាពអេកូឡូស៊ីកំពុងត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅតាមមូលដ្ឋានជាច្រើននៃខេត្តninhបិញហ្វូថរហ្វូវុកកោះកូតូការប្រើប្រាស់បច្ចេកវិទ្យាក្នុងការវិនិច្ឆ័យសម្រាមត្រូវបានចាត់ទុកថាជាជំហានរីកចម្រើនដ៏សំខាន់រួមចំណែកដោះស្រាយបញ្ហាសម្រាមប្រើប្រាស់ប្រចាំថ្ងៃនៅតាមបណ្ដាឃុំសង្កាត់ដែលបរិមាណសម្រាមរៀងរាល់ថ្ងៃកើនឡើងឆាប់រហ័សតាមទ្រង់ទ្រាយប្រជាជនទស្សនិកជនជាទីមេត្រីក្នុងកម្មវិធីផ្សាយជាភាសាខ្មែរនៃកាសែតនិងវិទ្យុទូរទស្សន៍តែនៅពេលនេះសូមបញ្ចប់ត្រឹមប៉ុណ្ណេះសូមជម្រាបលាដល់មិត្ត